រឿងចចកល្ងងនិងកំពឹសឆ្លាតកាលពីព្រេងនានាយមានចចកធំមួយដល់ខាលំហើយវាដារបត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែអូមួយឃើញសុទ្ធតែភក់មានត្រីកំពើមបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសប្តាហ៍ថ្ងៃឯកំពើមានប្រាជ្ញាឮចចកថាដូច្នោះហើយក៏និយាយលងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពើឆ្លើយថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសំស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពើថាបងចចកកុំព្រួយចិត្តក្នុងធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពើឆ្លើយថាធ្វើដូច្នេះចូលបងឯងចូលមកដេកននាខុនភក់នេះហើយយើងរាល់គ្នានឹងបានតោងខាំរងបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វលោកហើយល្ងងក៏ធ្វើតាមពាក្យកំពើនឹងត្រីក៏បបួតគ្នាតោងរំចចកទៅលុបទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដាវចុកទៅក្នុងទឹកអស់ត្រីកំពើលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅចិញ្ជូនមកឲ្យអស់សិនសឹមមុខស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅចិញ្ជូនត្រីនិងកំពើមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពើក្តាមខ្យងដឹងថាចចកចិញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពើបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចទាំងដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើគ្មានសេះសល់បន្តិចបបួលគ្នាមកបាយទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ដោយឲ្យពស់ថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាយសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាយទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាយទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនមកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុកពួកយើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាទៅលុះទៅដល់ថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញសុភាទន្សាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះដោះសេចក្តីដោះទុកមនុស្សសត្វផងជាច្រើនមកហើយបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុកអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យផិតភ័យចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាយទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះឥន្ទមកកាត់ជើងទ្រង់កាត់ជើងអស់
កាប់ក្បាលចចកល្ងងដកភ្លុកដំរីសអស់សិតឬថាសម្ពុតព្រះឥន្ទដូច្នោះភ័យណាស់ផ្អើលបោលជន់គ្នាជន់លើដំរីក្របីរមាសរមាំងមាសស្ទើរបោលទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លួយទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់ការអប់រំនិងអត្ថប្រយោជន៍នៃសាច់រឿងចចកល្ងងនិងកំពឹសឆ្លាតគឺជាសាច់រឿងប្រកបដោយគតិបណ្ឌិតដែលបង្កប់នូវមេរៀននិងការអប់រំជាច្រើនសម្រាប់អ្នកអានគ្រប់វ័យប្រាជ្ញាឈ្នះកម្លាំងចំណុចសំខាន់បំផុតនៃរឿងនេះគឺការបង្ហាញថាប្រាជ្ញានិងគំនិតអាចយកឈ្នះលើកម្លាំងឬអំណាចបានចចកជាសត្វធំមានកម្លាំងប៉ុន្តែដោយសារតែល្ងងនិងលោភលន់វាត្រូវបានកំពឹសតូចនិងត្រីក្រាញបញ្ឆោតបានយ៉ាងងាយឯសុភាទន្សាយវិញមិនមានកម្លាំងដោយសត្វធំនោះទេប៉ុន្តែដោយប្រើប្រាស់ប្រាជ្ញាដ៏ប៉ិនប្រសប់អាចជួយសង្គ្រោះជីវិតសត្វជាច្រើនបាននេះបង្រៀនយើងថាការគិតពិចារណានិងការប្រើប្រាស់គំនិតគឺសំខាន់ជាងការប្រើកម្លាំងបាយទៅទៀតកុំលោភលន់ចចកបានធ្លាក់ក្នុងអន្ទាក់កំពឹសដោយសារតែភាពលោភលន់របស់វាមិនចង់ស៊ីត្រីកំពឹសដែលប្រឡាក់ភក់ភ្លាមនោះទេតែបែរជាចង់បានរបស់ស្អាតនិងឆ្ងាញ់ជាងមុនទៅវិញភាពលោភលន់នេះហើយដែលនាំឲ្យវាបាត់បង់ឱកាសនិងទទួលបរាជ័យមេរៀននេះរំលឹកយើងឲ្យចេះល្មមនិងមិនគួរលោភលន់ហួសហេតុពេកទេព្រោះវាអាចនាំមកនូវទុក្ខទោសសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមកពេលដែលសត្វក្នុងបឹងជួបគ្រោះថ្នាក់សត្វត្រីក្រាញ់បានស្ម័គ្រចិត្តទៅរកសុភាទន្សាយដើម្បីសុំជំនួយការរួមសាមគ្គីគ្នារវាងសត្វតូចនេះបានធ្វើឲ្យពួកវាអាចស្វែងរកដំណោះស្រាយនិងរួចផុតពីគ្រោះថ្នាក់បាននេះបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមកក្នុងការលំបាកភាពក្លាហាននិងការបូជាត្រីក្រាញ់បានបង្ហាញពីភាពក្លាហាននិងការបូជាដ៏ធំធេងដោយហ៊ានននាវឆ្លងកាប់ទីរាំងស្ទិលដើម្បីទៅអញ្ជើញសុភាទន្សាយទោះបីជាត្រូវប្រឈមនឹងការស្លាប់ក៏ដោយទង្វើនេះបង្រៀនយើងអំពីសារៈសំខាន់នៃការលះបង់ដើម្បីផលប្រយោជន៍រួមភាពវៃឆ្លាតរបស់សុភាទន្សាយគឺជាតួអង្គសំខាន់ដែលតំណាងឲ្យភាពវៃឆ្លាតនិងការចេះដោះស្រាយបញ្ហាគាត់បានប្រើប្រាស់ល្បិចកលដ៏ឆ្លាតវៃដោយធ្វើពុតជាសម្បុត្រព្រះឥន្ទដើម្បីបណ្ដេញសត្វទាំងនោះឲ្យភ័យខ្លាចរត់ចេញនេះបង្ហាញថាការប្រើប្រាស់គំនិតប្រកបដោយភាពច្នៃប្រឌិតអាចដោះស្រាយបញ្ហាលំបាកបានយ៉ាងមានប្រសិទ្ធភាពផលវិបាកនៃការជឿញាក់ដទៃដោយមិនពិចារណាឲ្យបានល្អិតល្អន់សត្វធំដែលបាយទឹកបឹងគឺងាយនឹងជឿពាក្យសុភាទន្សាយដោយមិនបានពិចារណាឲ្យបានល្អិតល្អន់ភាពល្ងងខ្លៃរបស់ពួកវាបានធ្វើឲ្យពួកវាជន់គ្នាឯងស្លាប់ហើយក្លាយជាចំណីត្រីវិញនេះគឺជាមេរៀនមួយដែលបង្រៀនយើងឲ្យចេះពិចារណានិងមិនគួរជឿពាក្យសម្ដីអ្នកដទៃទាំងស្រុងនោះទេសរុបមករឿងចចកល្ងងនិងកំពឹសឆ្លាតមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីពិតក្នុងជីវិតនិងជាមេរៀនដ៏មានតម្លៃសម្រាប់ការអប់រំផ្លូវចិត្តនិងគំនិតផងដែរ